ក្នុងការកម្ចាត់ស្មៅនៅពេលដែលស្មៅយើងអាយុច្រើនហើយគឺយើងមិនអាចបាញ់សម្លាប់បានទេដូចនៅក្នុងស្រែនេះអញ្ចឹងគឺវាចាស់ហើយដើមវានឹងចាស់សស្មៅដោយសារខ្ញុំយឺតក្នុងការបាញ់ថ្នាំឡើងចូលស្រូវឡើងចូលមួយខែជាងហើយបើខ្ញុំបានបាញ់ថ្នាំពួកអីដោយសារតែភ្លៀងរហូតទៅក៏ខ្ញុំមិនបានបាញ់ថ្នាំវាចិត្តតែយូរទៅក៏វាហួសពេលយើងបាញ់មែនប៉ុន្តែស្មៅងាប់ទេអញ្ចឹងថ្នាំស្មៅមានប្រសិទ្ធភាពគឺវាមានប្រសិទ្ធភាពនៅលុះត្រាតែស្មៅវានៅខ្ចីនៅទូចទេបើស្មៅវាធំហើយសំខាន់ដូចវាចិញ្ចផ្កាអញ្ចេះទៀតរឹតតែកម្ចាត់អត់បានចង់ថ្នាំមកពីក្រុមហ៊ុនណាប្រើដុសច្រើនប៉ុណ្ណាក៏មិនអាចបាញ់ស្លាប់បានដែរដឹងតើមិនងាប់ទេបាញ់ទៅបានមកត្រឹមសពូនរួចគឺដុសមកវិញល្អដកដែលអញ្ចឹងនេះគឺជាកត្តាដែលយើងកសិករទាំងអស់គ្នាត្រូវតែដឹងចំពោះឆ្នាំស្មៅមួយបើសិនជាពេលដែលយើងព្រុសហើយតែបានអាយុជាង10ថ្ងៃនិយាយទៅ12ថ្ងៃ15ថ្ងៃហ្នឹងគឺនិយាយទៅក្រោម20ថ្ងៃគឺយើងបាញ់ទៅមានប្រសិទ្ធភាពព្រោះនៅពេលណាដែលយើងព្រុសទៅស្មៅក៏វាដុះស្រូវក៏វាដុះមកតាណាគ្នាហ្នឹងព្រោះពីច្រើនយើងព្រុសហើយយើងមិនបោះទឹកចេញឲ្យស្រូវយើងដុះនៅពេលស្រូវយើងដុះហើយស្មៅហ្នឹងក៏វាដុះមកពេលហ្នឹងដូចគ្នាដែរអញ្ចឹងហើយយល់ល្អពេលវេលាដែលល្អបំផុតហ្នឹងគឺយើងបាញ់ស្មៅនៅអាយុប៉ុណ្ណឹងឯងចឹងច្រើនណាស់ពី10ថ្ងៃ5 10ថ្ងៃហ្នឹងគឺយើងបាញ់ស្មៅទៅអញ្ចឹងវាមានប្រសិទ្ធភាពបាញ់ទៅងាប់អត់ខាត់ពេលអត់ខាត់លុយតែបើសិនជាជ្រុលពេលមកបែបនេះហើយគឺมันអាចសម្រាប់បានទេទោះឆ្នាំក្រុមហ៊ុនមកពីឋានណាក៏បាញ់ងាប់ដែរចានេះមានមួយដែរគឺដែលអាចកម្ចាត់បានគឺត្រាបាត់ដៃ